បានបត់ពិសោធន៍បានលុយហើយគាត់ច្រឡំមួយទៀតគាត់ថាគាត់ទៅធ្វើការគេមិនមែនទេធ្វើដើម្បីខ្លួនឯងធ្វើការឲ្យគេ5ឆ្នាំក៏ដោយ10ឆ្នាំក៏ដោយប៉ុន្តែគំនិតប្រាប់ថាពេលណាចេះពេលណាមានឱកាសត្រូវតែធ្វើខ្លួនឯងបាទទាំងអស់គ្នាថ្ងៃនេះមានវាគ្មិនមករូបអាចតែមកគ្រប់តែប៉ុណ្្នឹងឯងបាទប៉ុន្តែអ្វីដែលចង់ចែកអត់ខ្វល់ចែកទៅដល់បងប្អូនអ្នកមើលគឺអត់ខ្វល់នេះមកកុំតាន់អូសចោលបាទដាក់បន្តិចទៀតបាទដឹងរឿងជ្រៅឥឡូវហ្នឹងមិនតាន់ជ្រៅទេបាទទឹកផ្សារទីមួយរំភើបបាទរីករាយបាទបានជួបបងប្អូនហើយជាមួយលោកកសលបាទអរគុណលោកកសលល្បីខ្លាំងណាស់បាទល្បីរហូតដល់ខ្ញុំមើលដែរមិនថាខ្ញុំមិនមើលទេបាទខ្ញុំក៏មើលទៅដែរអរគុណឯងដែលលួចមើលខ្ញុំលួចមើលក៏មកខ្ញុំដឹងហើយបាទបាទតោះនេះទៅជួបលោកផ្ទាល់មិនដឹងថាអូក៏ទៅលោកពាក្យពេចន៍ដែលលោកមានណាអញ្ចឹងចង់សួរលោកដំបងដោយសារឃើញលោកនិយាយរឿងលុយកាក់ច្រើនប្រកែទេបាទប្រកែលុយត្រូវទេហើយចេះលោកចេះរកលុយតាំងពីអាយុប្រហែលឆ្នាំមកខ្ញុំបើរឿងរកលុយហ្នឹងមិនរកចេះរកពីទូទេតែគ្រាន់តែខ្ញុំកើតឡើងឪពុកខ្ញុំគាត់ឃើញខ្ញុំគាត់និយាយថាកូនម្នាក់នេះម៉ែឯងមិនភ័យកូននេះឆ្លាតមួយម៉ាត់បាទមួយម៉ាត់ហ្នឹងធ្វើឲ្យខ្ញុំឆ្លាតតាមព្រោះខ្ញុំមានដាក់ឆ្លាតណាស់ឪពុកខ្ញុំគាត់ដាក់វិសិនឲ្យខ្ញុំអូដាក់គោលដៅឲ្យខ្ញុំថាខ្ញុំឆ្លាតមិនភ័យធំឡើងគឺយើងមិនបាច់ខ្វល់ពីកូនម្នាក់ហ្នឹងទេតែអញ្ចឹងថាអា mindset នោះអ្នកណាមិនជឿការស្រូបទាញពីចក្រវាលខ្ញុំជឿបាទឪពុកថាតែមួយម៉ាត់ឆ្លាតរហូតបាទអានេះស្រូបទាញពីឪពុកផងបាទស្រូបមិនចក្រវាលនេះពីឪពុកបាទប៉ុន្តែវាជួយលោកគ្រូឲ្យជួយមកយ៉ាងម៉េចទៅពេលដែលយើងចាប់ដើមបានអាហ្នឹងក្នុងខ្លួនមកធ្វើឲ្យយើងកូននេះឆ្លាតបាទដល់ពេលអញ្ចឹងយើងចាប់ដើមធ្វើអីបាទអានេះអញ្ចឹងខ្ញុំចង់ផ្ដាំផ្ញើអាកលឹះបន្តិចខីទូចមួយទៅឪពុកម្ដាយទាំងអស់គ្នាកុំបង្អាប់កុំបន្ទោសកុំស្ដីកុំជេរកូនសរសើរកូនលើកទឹកចិត្តកូនអានេះឆ្លាតទៅមកដូចតពាំងអញ្ចឹងណាយើងដាំអាស័យបាទលោកកសលដឹងថាដាំអាស័យប្រហែលថ្ងៃបានវាដកហ៎បាទឬវាណាបាទឬវាហ្នឹងបាទអត់តាន់លូតទេដាក់អាស័យមកដើមអត់មានត្រួយទេប្រើរយៈពេលរហូតដល់ឆ្នាំបានវាដកប្រឡូកចេញមកដែលឃើញជុះមកអាស័យលំហ៎អត់លំទេបាទខ្ញុំចាក់គ្រឿងមកបានប៉ុណ្ណឹងគឺយ៉ាងច្រើនយើងបាក់អរិត្រេនអូត្រេនអញងើមកវិញដែរបាទមិនដាច់ឈើទេដើមឈើតែពេលណាខ្ជាប់ជុកគឺបាក់ហើបទាំងរឹសហើបថ្ងៃអាស័យអត់ហើបទេបាទអញ្ចឹងយើងរកយកផ្នែកកំណត់ជាឫស្សីអញ្ចឹង mindset ខ្ញុំម្ដាយឪពុក